ស្ថិតនៅក្នុងទិដ្ឋភាពសមយុទ្ធឡោមព័ទ្ធកោះតៃវ៉ាន់របស់ចិនដ៏ព្រឺព្រួយមួយនេះដល់ថ្ងៃអនាគតចិនអាចនឹងវាយតាមយកតៃវ៉ាន់មកវិញដែរឬណាចុះរុស្ស៊ីវិញតើរុស្ស៊ីអាចលេបទឹកដីរបស់អ៊ុយក្រែនបានដែរទេសេណារីយ៉ូទាំងពីរនេះវាគឺជាចំណុចដ៏ក្តៅកគុបមួយនៃពិភពលោកដែលអាចឈានទៅរកសង្គ្រាមលោកលើកទី3ខណៈពេលដែលប្លុកសេរីនិងប្លុកគុបមួយនេះចាប់ផ្ដើមពួតដៃគ្នាដើម្បីគាំទ្រគ្នាដោយផ្ទាល់នៅក្នុងស្ថានភាពសង្គ្រាមកើតឡើងនេះវាអាចនឹងក្លាយទៅជាចំណុចដ៏កំពូលមួយនៃសង្គ្រាមហើយនឹងត្រូវបានគេចាត់ទុកថាគឺជាសង្គ្រាមលោកលើកទី3យ៉ាងពិតប្រាកដនៅក្នុងវីដេអូនេះខ្ញុំបានសូមលើកនៅបទវិភាគមួយដែលពាក់ព័ន្ធជាមួយនឹងវិបត្តិសង្គ្រាមទាំងពីរគឺសង្គ្រាមនៅអ៊ុយក្រែនដែលរុស្ស៊ីកំពុងតែធ្វើការឈ្លានពានយ៉ាងសកម្មលើទឹកដីរបស់អ៊ុយក្រែននិងការរៀបចំផែនការយុទ្ធសាស្ត្រដ៏ហ្មត់ចត់បំផុតរបស់ចិនដើម្បីឡោមព័ទ្ធប្រឆាំងដាច់ខាតនៃការបំបែកខ្លួនចេញពីប្រទេសចិនរបស់តៃវ៉ាន់គួររំលឹកផងដែរថានៅក្នុងសន្ទរកថានៃឱកាសបុណ្យចូលឆ្នាំសកលឆ្នាំ2026របស់ប្រធានាធិបតីចិនលោកស៊ីជីនពីងក្រៅពីការបង្ហាញនូវភាពជោគជ័យនៃផ្ទៃក្នុងនៃការកសាងទំនើបកម្មធម្មតាតាមបែបចិនលោកបានបង្កប់នៅសារនយោបាយការបរទេសដ៏មានឥទ្ធិពលមួយដែលឆ្លុះបញ្ចាំងអំពីមហិច្ឆតារបស់ទីក្រុងប៉េកាំងនៅក្នុងការបង្កើនតួនាទីជាមហាអំណាចដឹកនាំសម្ដាប់ធ្នាប់ពិភពលោកថ្មីមួយប្រកបទៅដោយភាពសាមគ្គីនិងការច្នៃប្រឌិតនៅក្នុងបរិបទដែលពិភពលោកកំពុងតែញោមញីទៅដោយវិវាទនៅអ៊ុយក្រែននិងភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ព្រមទាំងចំនួនព្រំដែនកម្ពុជាថៃដែលចិនបានដើរតួនាទីជាអ្នកសម្របសម្រួលនៅយូណានសន្ទរកថារបស់លោកស៊ីជីនពីងហាក់បីដូចជាចង់បញ្ជាក់ប្រាប់សហគមន៍អន្តរជាតិថាចិនមិនត្រឹមតែផ្ដោតទៅលើការស្ដារភាពរុងរឿងរបស់ប្រទេសជាតិខ្លួនឡើងវិញប៉ុណ្ណោះទេប៉ុន្តែថែមទាំងត្រៀមខ្លួនរួចជាស្រេចនៅក្នុងការប្រើប្រាស់ប្រាជ្ញាចិនដើម្បីដោះស្រាយវិបត្តិសកលនិងការការពារបូរណភាពទឹកដីយ៉ាងម៉ឺងម៉ាត់ដែលនេះគឺជាការផ្ញើសារព្រមានដោយប្រយោជន៍ទៅកាន់មហាអំណាចលោកខាងលិចកុំឲ្យជ្រៀតជ្រែកនៅក្នុងការផ្ទៃក្នុងរបស់ខ្លួនជាពិសេសគឺបញ្ហាតៃវ៉ាន់ដែលកំពុងតែស្ថិតនៅក្នុងក្រសែភ្នែកពិភពលោកតាមរយៈសមយុទ្ធ Just Mission 2025 តែថ្លៃអំណរគុណទៅដល់មិត្តអន្តរជាតិដែលគាំទ្រទំនើបកម្មចិនក៏ដូចជាយុទ្ធសាស្ត្រទន់ភ្លន់មួយនៅក្នុងការពង្រឹងសម្ព័ន្ធភាពជាមួយបន្តប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមានកម្ពុជាផងដែរដើម្បីធានាទៅនឹងអធិបតេយ្យរបស់ចិននិងនៅតែជាសរសៃឈាមសេដ្ឋកិច្ចនិងសន្តិសុខដែលមិនអាចខ្វះបានស្របពេលដែលលោកបានសង្កត់ធ្ងន់ថាในឆ្នាំ2026នេះនឹងក្លាយទៅជាឆ្នាំនៃការតស៊ូឆ្ពោះទៅមុខដែលមានន័យថាចិននឹងមិនដកថយឡើយនៅក្នុងការការពារផលប្រយោជន៍យុទ្ធសាស្ត្ររបស់ខ្លួនទោះបីជាត្រូវប្រឈមមុខជាមួយនឹងសម្ពាធពាណិជ្ជកម្មឬយោធាពីខាងក្រៅយ៉ាងណាក៏ដោយនៅក្នុងបរិបទដ៏ស្មុគស្មាញមួយនេះបានលេចឡើងនៅសំណួរមួយដែលចោទសួរថាតើចិននឹងអាចវាយយកតៃវ៉ាន់ហើយរុស្ស៊ីនឹងអាចដណ្ដើមបានអ៊ុយក្រែនទាំងស្រុងដែរទេលើក្នុងទស្សនវិស័យភូមិសាស្ត្រនយោបាយសម្រាប់ឆ្នាំ2026និងអនាគតលទ្ធភាពដែលចិននឹងសម្រេចបានលើការបង្រួមតៃវ៉ាន់និងរុស្ស៊ីទទួលបានជ័យជំនះពេញលេញទៅលើអ៊ុយក្រែនហាក់ស្ថិតនៅក្នុងស្ថានភាពជាប់ទាំងផ្នែកយុទ្ធសាស្ត្រនៅឡើយដែលនាំឲ្យការដណ្ដើមយកបានទាំងស្រុងតាមផ្លូវយោធាមានភាពលំបាកបំផុតដោយសារតែការផ្លាស់ប្ដូរទម្រង់សង្គ្រាមពីការវាយលុកយកទឹកដីមកជាសង្គ្រាមកាត់ផ្តាច់សេដ្ឋកិច្ចនិងការបំផ្លិចបំផ្លាញធនធានទុំគុញទុំបកខណៈពេលដែលចិនទោះបីជាមានកម្លាំងយោធាមហាសាលក៏នៅតែត្រូវប្រឈមមុខជាមួយនឹងហានិភ័យនៃការរលំរលាយសេដ្ឋកិច្ចសកលនិងការដាក់ទណ្ឌកម្មពីប្លុកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិកប្រសិនបើខ្លួនសម្រេចចិត្តប្រើកម្លាំងបាយវាយលុកកោះតៃវ៉ាន់ដែលរូបភាពអីអាចនាំឲ្យចិនជ្រើសរើសយកយុទ្ធសាស្ត្រការប៉ັດខ្ទប់និងច្របាច់ផ្នែកនយោបាយវាជាជាងការវាយប្រហារបហូរឈាមចំណែកឯរុស្ស៊ីវិញទោះបីជាការកាន់កាប់ទឹកដីអ៊ុយក្រែនមួយផ្នែកធំនៅភាគខាងកើតនិងភាគខាងត្បូងក៏ដោយក៏ការដណ្ដើមយកអ៊ុយក្រែនទាំងមូលហាក់បីដូចជាមហិច្ឆតាដែលមិនអាចទៅរួចដោយសារតែស្មារតីតស៊ូរបស់ប្រជាជនអ៊ុយក្រែននិងការគ្រប់គ្រងអាវុធធុនធ្ងន់ទំនើបពីអឺរ៉ុបនិងអាមេរិកដែលចុងក្រោយនឹងរុញច្រានឲ្យសង្គ្រាមទាំងពីរបញ្ចប់ទៅក្នុងទម្រង់ជាការបែងចែកអធិបតេយ្យភាពមិនដាច់ស្រឡះពលគឺរុស្ស៊ីនិងចិនអាចនឹងទទួលបានជោគជ័យត្រឹមតែផ្នែកខ្លះនៃមហិច្ឆតារបស់ខ្លួនប៉ុន្តែទៅរស់ក្រំស្រមោលនៃសង្គ្រាមត្រជាក់ថ្មីដែលគ្មានទីបញ្ចប់ជាសរុបរួមមកមហាអំណាចទាំងពីរអាចនឹងមិនទទួលបានអ្វីគ្រប់យ៉ាងដែលពួកគេចង់បាននោះទេប៉ុន្តែពិភពលោកត្រូវតែផ្លាស់ប្ដូរទៅជាប្រព័ន្ធពហុពលដែលអាមេរិកលែងជាអ្នកសម្រេចចិត្តម្នាក់ឯងទៀតហើយទន្ទឹមគ្នានេះដែរមហាជនជាច្រើនបានមានជោគងល់ថាតើនៅក្នុងថ្ងៃអនាគតប្រទេសថៃអាចនឹងវាយយកទឹកដីរបស់កម្ពុជាដែរឬទេនៅក្នុងការវិភាគទៅលើលទ្ធភាពដែលថៃអាចវាយយកទឹកដីបានសម្រេចនៅក្នុងពេលអនាគតគឺជាការពិនិត្យទៅលើតុល្យភាពយោធាច្បាប់អន្តរជាតិនិងកម្លាំងសាមគ្គីជាតិនៅក្នុងទស្សនវិស័យសន្តិសុខតំបន់
នាពេលអនាគតលទ្ធភាពដែលប្រទេសថៃអាចវាយយកទឹកដីកម្ពុជាបានសម្រេចតាមមហិច្ឆតាដែលធ្លាប់កើតមាននៅក្នុងចំនួនកន្លងមកហាក់បីដូចជារឿងដែលវិញឯងទៅនឹងជាមហន្តរាយសម្រាប់ថៃខ្លួនឯងទៅវិញដោយសារតែកម្ពុជាបច្ចុប្បន្នមានយុទ្ធសាស្ត្រការពារជាតិកាន់តែរឹងមាំតាមរយៈការធ្វើទំនើបកម្មយោធាការប្រើប្រាស់បច្ចេកវិទ្យាស៊ើបការនិងការចងសម្ព័ន្ធភាពយុទ្ធសាស្ត្រជាមួយនឹងមហាអំណាចដូចជាចិនដែលជាខែលការពារដែលមានប្រសិទ្ធភាពនៅក្នុងការទប់ស្កាត់រាល់បញ្ហាឈ្លានពានទ្រង់ទ្រាយធំណាមួយប្រសិនបើថៃសម្រេចចិត្តប្រើកម្លាំងយោធាវាយកទឹកដីកម្ពុជាពិតមែនវានឹងរុញច្រានឲ្យថៃធ្លាក់ចូលទៅក្នុងវិបត្តិអន្តរជាតិយ៉ាងធ្ងន់ធ្ងររួមមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិការបណ្ដេញចេញអំពីអាស៊ាននិងការប្រជុំមុខជាមួយនឹងសង្គ្រាមទ័ពព្រៃអូសបន្លាយដែលនឹងបំផ្លិចបំផ្លាញស្ថិរភាពផ្ទៃក្នុងរបស់ថៃខ្លួនឯងខណៈពេលដែលស្មារតីជាតិនិយមរបស់ប្រជាជនកម្ពុជានឹងផ្ទុះឡើងដែលក្លាយទៅជាកម្លាំងសាមគ្គីជាតិដែលមិនអាចបំបែកបានដើម្បីការពារបូរណភាពទឹកដីដែលរូបភាពនេះនឹងធ្វើឲ្យរាល់ការប៉ុនប៉ងរំលោភយកដីខ្មែរក្លាយទៅជាការដុតបំផ្លាញខ្លួនឯងរបស់ភាគីថៃឈ្លានពានជាងការប្រើប្រាស់សង្គ្រាមថៃនិងបន្តប្រើប្រាស់សង្គ្រាមប្រផេះដែលហៅថា Grey Zone Warfare តាមរយៈការដាក់សម្ពាធការទូតការបំភាន់ផ្ោះតាំងព្រំដែននិងការទាញយកផលប្រយោជន៍សេដ្ឋកិច្ចដែលតម្រូវឲ្យកម្ពុជាត្រូវតែមានភាពវៃឆ្លាតបំផុតនៅក្នុងការការពារអធិបតេយ្យភាពជាតិតាមរយៈខណ្ឌសីមាព្រំដែនឲ្យបានច្បាស់លាស់តាមផ្លូវច្បាប់អន្តរជាតិនិងការអភិវឌ្ឍតំបន់ព្រំដែនឲ្យคล้ายជាខ្សែត្រៀមសេដ្ឋកិច្ចដ៏រឹងមាំដែលថៃមិនអាចរំលោភបំពានបាននាពេលអនាគតដូច្នេះនៅក្នុងសម័យកាលនេះគ្មានប្រទេសណាមួយអាចវាយកទឹកដីប្រទេសណាមួយទៀតបានដោយងាយស្រួលឡើយប្រសិនបើប្រទេសនោះមានសាមគ្គីភាពផ្ទៃចំដល់យ៉ាងរឹងមាំនិងមានខ្នងបង្អែកការទូតយ៉ាងល្អដើម្បីទប់ទល់ជាមួយនឹងការគំរាមកំហែងដល់បូរណភាពទឹកដីនិងរក្សាអធិបតេយ្យភាពជាតិឲ្យបានរឹងមាំនាពេលអនាគតប្រទេសទាំង3គឺអ៊ុយក្រែនតៃវ៉ាន់និងកម្ពុជាទោះបីជាមានបរិបទខុសគ្នាបន្តិចបន្តួចប៉ុន្តែត្រូវអនុវត្តទៅលើយុទ្ធសាស្ត្រស្នូលជារួមដែលផ្អែកទៅលើសសរស្តម្ភទាំង3នៃកម្លាំងជាតិរួមមានទី1ការពង្រឹងកម្លាំងការពារជាតិដោយស្វ័យទីពឹងខ្លួនឯងតាមរយៈការធ្វើទំនើបកម្មយោធាបច្ចេកវិទ្យាការពារជាតិកម្រិតខ្ពស់ដូចជាប្រព័ន្ធដ្រូននិងមីស៊ីលការពារនិងការត្រៀមលក្ខណៈសន្ទ្រាមមិនមែនសាមញ្ញដើម្បីបង្កើនតម្លៃនៃការឈ្លានពានឲ្យខ្ពស់បំផុតរហូតទៅដល់សត្រូវមិនហ៊ានប្រថុយវាយលុកទី2គឺការប្រើប្រាស់យុទ្ធសាស្ត្រការទូតពហុពោធដោយភាពឆ្លាតវៃបំផុតតាមរយៈការចងសម្ព័ន្ធភាពយុទ្ធសាស្ត្រជាមួយនឹងមហាអំណាចនិងការទាញយកនៅការគ្រប់គ្រងពីសហគមន៍អន្តរជាតិឲ្យមកឈរខាងផ្លូវច្បាប់និងយុត្តិធម៌ដើម្បីបង្កើតទៅជាខ្សែខែលការពារការទូតដែលអាចដាក់សម្ពាធលើសេដ្ឋកិច្ចនិងនយោបាយទៅលើភាគីឈ្លានពានភ្លាមៗនិងទី3ដែលជាកត្តាសំខាន់បំផុតនោះគឺការកសាងសាមគ្គីភាពផ្ទៃក្នុងនិងជំនឿទុកចិត្តរវាងរដ្ឋាភិបាលនិងប្រជាជនព្រោះថាប្រទេសដែលមានផ្ទៃក្នុងរឹងមាំគ្មានជំនួសបែកបាក់និងមានស្មារតីស្នេហាជាតិខ្ពស់គឺជាបន្ទាយដែលមិនអាចវាបំបែកឲ្យជំនឿបែកឲ្យខណៈពេលដែលការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមតំបន់ព្រំដែនคล้ายទៅជារបងរស់និងជួយធានាថារាល់ការប៉ុនប៉ងកែប្រែស្ថានភាពជាក់ស្ដែងនៅលើដីនឹងត្រូវបរាជ័យចំពោះមុខផុសតាងដ៏រឹងមាំនៃអធិបតេយ្យភាពជាតិជារួមទៅអ៊ុយក្រែនត្រូវផ្ដោតទៅលើការធានាសន្តិសុខពី NATO និងការស្ដារសេដ្ឋកិច្ចក្រោយសង្គ្រាមចំណែកតៃវ៉ាន់ត្រូវពង្រឹងសមត្ថភាពការពារកោះនិងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទាយជីវសកលចំណែកកម្ពុជាត្រូវពង្រឹងការអនុវត្តច្បាប់អន្តរជាតិតាមរយៈផែនទីនិងអភិវឌ្ឍតំបន់ព្រំដែនឲ្យប្រជាជនរស់នៅកកក